ជាថ្មីម្ដងទៀតគ្រូបារមីស្នងរូប7ភាសាចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់តម្លៃព្រះពុទ្ធសាសនានិងសង្គមកាលពីព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះលោកទេពគង្គាប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបានអញ្ជើញលោកវ៉ាតវុតហៅលោកតាអេសីសម្រាប់តែងតាំងខ្លួនជាគ្រូបារមីស្នងរូប7ភាសាមានអាស័យដ្ឋាននៅភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់តម្លៃព្រះពុទ្ធសាសនានិងសង្គមមន្ទីរធម្មការនិងសាសនារាជធានីបានធ្វើកិច្ចសន្យាណែនាំគ្រូបារមីស្នងរូប7ភាសាខាងលើឲ្យបញ្ឈប់និងលុបវីដេអូរូបថតសកម្មភាពពាក់ព័ន្ធនឹងការទស្សន៍ទាយប្រោះព្រំលើករាសីជាដើមតាមប្រព័ន្ធបណ្ដាញសង្គមដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈតថភាពសង្គមនិងសាសនាទាំងចាស់ទាំងថ្មីចេញទាំងអស់ជាមួយនឹងគ្នានេះលោកវ៉ាតវុតហៅលោកតាអេសីសម្រិទ្ធដែលតាំងខ្លួនជាគ្រូបារមីស្នងរូប7ភាសាក៏បានធ្វើកិច្ចសន្យាយល់ព្រមលុបវីដេអូនិងរូបថតសកម្មភាពប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនានិងតថភាពសង្គមនៅលើប្រព័ន្ធបណ្ដាញសង្គមទាំងអស់បន្ថែមពីនោះលោកក៏បានសន្យាមិនបង្ហោះរាល់រូបភាពឬវីដេអូសកម្មភាពទាំងអស់នៅលើប្រព័ន្ធបណ្ដាញសង្គមនានានោះទេលោកវ៉ាតវុតហៅលោកតាអេសីសម្រិទ្ធក៏បានអំពាវនាវដល់សិស្សគណៈអ្នកគាំទ្រនិងអ្នកលេងបណ្ដាញសង្គមគ្រប់ប្រភេទទាំងអស់សូមកុំថតចម្លងចែកចាយបន្តនៅរូបភាពនិងវីដេអូចាស់ៗរបស់លោកនិងស្នើឲ្យជួយលុបវីដេអូរូបថតសកម្មភាពចាស់ថ្មីទាំងអស់របស់លោកចេញពីបណ្ដាញសង្គមលោកក៏បានបន្ថែមថាបើនៅតែមានអ្នកបន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់ក្រុមលោកនៅលើបណ្ដាញសង្គមតទៅទៀតនោះគឺមិនទទួលខុសត្រូវនោះឡើយសូមបញ្ជាក់ថាកាលពីថ្ងៃទី30ខែមករាឆ្នាំ2024កន្លងទៅលោកវ៉ាតវុតហៅលោកតាអេសីសម្រិទ្ធដែលតាំងខ្លួនជាគ្រូបារមីស្នងរូប7ភាសាបានធ្វើកិច្ចសន្យាជាមួយនឹងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញម្ដងរួចមកហើយក្នុងកិច្ចសន្យាជាមួយនឹងមន្ទីរធម្មការគ្រូបារមីស្នងរូប7ភាសាបានសន្យាឈប់ធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមមិនថតបង្ហោះសកម្មភាពអួតអាងផ្ទុយពីការពិតតាមបណ្ដាញសង្គមឈប់ផ្ដល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានឬអ្នកលេងបណ្ដាញសង្គមឈប់យកស្បង់ជីវរព្រះសង្ឃមកស្លៀកពាក់និងឈប់ធ្វើសកម្មភាពមិនសមរម្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនាករណីមិនគោរពតាមកិច្ចសន្យានឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន